បាទរបៀបភ្ជាប់ដៃហ្គេម V610M បាទភ្ជាប់តាមរយៈដៃហ្គេមគឺអាចភ្ជាប់តាមរយៈ Bluetooth ក៏បានតាមរយៈ wireless ក៏បានហើយ Bluetooth យើងប្រើមួយ Android បាទឥឡូវយើងប្រើជាមួយនឹងតាមរយៈ wireless មុនបាទ wireless ណាជាមួយនឹងនេះយើងក៏ដោតមកដល់ទៀតយើងឈរលើ mode នេះចុចនេះប៊ូតុង home ជាមួយនឹង X នេះឲ្យវាឈរលើ mode X ទេបាទនេះបាទចឹងអានេះវាលោតពេលដែលវា connect មួយគ្នាវាលេងលោតភ្លើងហើយបាទគឺភ្លើងវានឹងនេះឥឡូវវានេះអញ្ចឹងយើងអាចយកមីននេះយើងអាចនេះដំណើរការណាប៉ុណ្ណឹងគឺស្គាល់ហើយអាចលេងហ្គេមបានហើយបាទឥឡូវយើងមក connect ជាមួយនឹង Bluetooth ម្ដងបាទឥឡូវយើង connect ជាមួយ Android មុនណាបាទដើម្បី connect បានលោកតែយើងដូរ USB ចេញបាទដើម្បីអញ្ចឹងមកយើង connect Bluetooth បានណាបញ្ជាក់បាទដូរ USB wireless ចេញសិនបន្តទៀតចុច mode បាទ connect វា Android បាទនេះគឺជា Android អានេះ iPhone Android យើងចុច home ជាមួយនឹងនេះអក្សរ A បាទ home ជាមួយអក្សរ A ចុច hold ជាប់មកនេះយើងមើលភ្លើងកន្លែងនេះកន្លែងនេះload អញ្ចឹងទេយើងមករក mode បាទនេះចំពោះ Android នេះឈ្មោះ gamepad controller បាទអញ្ចឹងវាជាប់មកបាទឥឡូវនេះចុចកន្លែងនេះមួយផងបាទជាមួយ Android បាទអាសេសកន្លែងមួយផងបានលេងបានណាបញ្ជាក់ Android បត់អាសេសហ្នឹងលេងអត់កើតទេបាទចុច5មួយមកបាទអញ្ចឹងទេយើងអាចលេងបានតែគាត់ថាខ្ញុំអត់តន់ចូលហ្គេមនេះឥឡូវដំណើរការនេះបាទឥឡូវខ្ញុំបាត់ឥឡូវខ្ញុំភ្ជាប់ជាមួយ iPhone ម្ដងណាបាទ iPhone គឺវា support ជាមួយ Xbox នេះអញ្ចឹងយើងចុច home ជាមួយនឹង home អក្សរ B បាទ Xbox បាទចុច hold ជាប់មកលើ mode ឡើងនេះនេះ Xbox បាទបើលើ Android controller បាទ game controller បាទនេះ Xbox វិញអានេះឥឡូវ connect បាទ connect វិញហើយអញ្ចឹងយើងអាចលេង game បានហើយតែក្នុងករណី iPhone មួយលាតបានយើងចូលឡើង setting មកបាទហើយយើង save ទៅ game controller មកក្នុង iPhone ណាយើង search មក game controller ករណីបើលាតបាន game controller នេះហើយយើងចុចបើកមកតែនេះដូចជាបើករួចហើយនេះបាទកន្លែងនេះយើងចុចបើកកន្លែងហ្នឹងមកបាទសម្រាប់លើ iPhone ណាអញ្ចឹងយើងអាចធ្វើការលេង game បានតែខ្ញុំអត់បានបើក game ទេព្រោះដោយសារតែនេះគេដំណើរការសម្រាប់ game នៅក្នុង Android ហើយនៅក្នុង iPhone គឺ support នេះ support game Roblox បាទ game Roblox បាទសូមអរគុណបាទរបៀបដាក់ជើងបាទអញ្ចឹងយើងដាក់ជើងនេះបាទយើងមើល game នេះបាទកន្លែងនេះ1 2អញ្ចឹងដាក់ឲ្យចំប្រឡោះ2នេះបាទអាហ្នឹងយើងដាក់ឲ្យចំដាក់គាត់ដាក់ចំអញ្ចឹងមកដាក់ច្បាច់កន្លែងហ្នឹងចំហើយនេះអានេះកន្លែងចុចសង្ខាងនេះមកបាទចុចជាប់នេះចូលហើយចឹងមិនរឹងមាំបើយើងអត់ចុចចឹងដាក់ទូរស័ព្ទនោះត្រូលទូរស័ព្ទយើងបានទេណាបាទសម្រាប់នេះហ្នឹងបាទឥឡូវសូមដាក់ម្ដងទៀតដើម្បីបងប្អូនយើងងាយស្រួលទស្សនានឹងដើម្បីដាក់យើងបានចុចដកហ្នឹងនេះដកហ្នឹងដែរបាទចុចដកច្បាច់មកយើងហូតចឹងមកឡើងម្ដងទៀតដាក់ហ្នឹងចំកន្លែងពីក្រោមហ្នឹងបាទហើយកន្លែងស្កត់កន្លែងហ្នឹងឲ្យជាប់ហើយច្បាច់ទាំងសងខាងនេះចូលហើយជាប់ហើយនឹងប៉ែចឹងអាចដាក់សັບសេរីមុខក្រោយបានតាមចិត្តណាបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេបាទ